សូមជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីជាពិសេសមន្ត្រីរាជការអាជ្ញាធរក្រុមដំណាប់ថ្នាក់នៅក្នុងខេត្តមណ្ឌលគិរីបាទបន្ទាប់ពីเพจពូកោរបស់ខ្ញុំបាទបានបង្ហោះអំពីវីដេអូជុំវិញស្ថានភាពនៅក្នុងភូមិពូតុងឃុំចំផ្លាស់ស្រុកកែវសមាខេត្តមណ្ឌលគិរីកាលពីថ្ងៃទី13ខែឧសភាឆ្នាំ2025កន្លងទៅនេះខ្ញុំបាទក៏បានទើបតែទទួលព័ត៌មានពីមន្ត្រីជំនាញមន្ទីររ៉ែក្នុងធម្មពលខេត្តមណ្ឌលគិរីនារសៀលថ្ងៃទី18ខែឧសភាឆ្នាំ2025ដោយមន្ត្រីជំនាញលោកបានបញ្ជាក់ថាសូមឲ្យមានការកែតម្រូវពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយព័ត៌មានកន្លងទៅនេះព្រោះតកតងទៅនឹងការផ្សាយព័ត៌មាននេះមិនមានការពិតដូចជាការលើកឡើងនៅក្នុងវីដេអូទេបាទក្នុងនោះផងដែរមន្ទីររ៉ែក្នុងធម្មពលខេត្តមណ្ឌលគិរីបានបន្តថាក្នុងនាមជាមន្ត្រីជំនាញគឺបានដឹងយ៉ាងច្បាស់ការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវីដេអូដែលបានផ្សព្វផ្សាយនេះគឺគ្រាន់តែជាលេសមួយព្រោះទៅតាមបច្ចេកទេសគ្មានដីរ៉ែឯណាដែលកិនមាសហើយអាចត្រឡប់កិនឡើងវិញបានទេកន្លងមកពួកគាត់តែងតែលួចចុះចូលទៅក្នុងអណ្ដូងរ៉ែដែលបង្កឲ្យកើតមានគ្រោះថ្នាក់ដល់ខ្លួនពួកគាត់ផ្ទាល់ហើយក៏មានការប្រើប្រាស់នៅសារធាតុគីមីផ្សេងៗទៀតដែលក្រុមការងាររកឃើញប៉ុន្តែដោយយល់ថាពួកគាត់ជាប្រជាពលរដ្ឋរបស់យើងក្នុងមូលដ្ឋានមន្ត្រីជំនាញមានការយោគយល់ជាច្រើនដងច្រើនលើកច្រើនសារហើយក្នុងកិច្ចការងារនេះថ្នាក់ដឹកនាំក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានធ្វើការស្រង់ប្រជាពលរដ្ឋដែលអត់ពិតប្រាកដដាក់ជូនទៅក្រុមការងារដើម្បីចុះពិនិត្យឲ្យផ្ទាល់ទីកន្លែងស្នាក់នៅនិងការរស់នៅរបស់ពួកគាត់ជាមួយគ្នានេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញគាត់ក៏បានឲ្យដឹងថាក្រុមការងារនឹងបន្តស្រាវជ្រាវស៊ើបអង្កេតរកអ្នកនៅពីក្រោយជាចុងក្រោយខ្ញុំបាទជាម្ចាស់គណៈដីពូកោះសូមជម្រាបជូនដល់មន្ត្រីរាជការអាជ្ញាធរក្រុម10ថ្នាក់ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីនិងមន្ត្រីជំនាញពាក់ព័ន្ធមេត្តាជ្រាបថាខ្ញុំបាទគ្រាន់តែនាំយកនៅការបញ្ចេញមតិយោបល់របស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលសនំពើឲ្យជួយបង្ហាញពីក្តីកង្វល់របស់គាត់ទៅបណ្ដាញសង្គមដូច្នេះខ្ញុំបាទមិនមានចេតនាឬធ្វើទង្វើណាមួយដើម្បីបង្កើតឲ្យមានបាតុភិបចលាចលនៅក្នុងសង្គមឬនាំបញ្ហាអសន្តិសុខដល់មូលដ្ឋានឡើយហើយជាមួយគ្នានេះខ្ញុំបាទក៏សូមទទួលយកនៅគ្រប់ការបកស្រាយអំពីព័ត៌មានលម្អិតទាំងឡាយដែលអាជ្ញាធរនិងមន្ត្រីជំនាញផ្ដល់មកដើម្បីបន្តផ្សព្វផ្សាយជាសាធារណៈជូនទៅពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់វិញដើម្បីជាដំណឹងនិងជាការរួមចំណែកផ្ដល់សារៈប្រយោជន៍ជូនដល់ពួកគាត់ហើយជាពិសេសនោះគឺខ្ញុំនឹងបន្តផ្សព្វផ្សាយឲ្យអ្នកភូមិបានយល់ច្បាស់ពីការអនុវត្តច្បាប់របស់មន្ត្រីជំនាញសូមអរគុណបាទ